អ្នកប្រាជ្ញខុងជឺគឺជាគ្រូបង្រៀនជាអ្នកទស្សនវិទូដ៏ល្បីល្បាញមួយរូបនៅក្នុងប្រវត្តិសាស្ត្រជាតិរបស់ចិនបុរាណឈ្មោះរបស់លោកតែងតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់ជនជាតិចិនជានិច្ចពេញមួយជីវិតរបស់លោកខុងជឺបានប្រឹងប្រែងទូន្មានព្រាងប្រដៅមនុស្សឲ្យប្រព្រឹត្តតែអំពើសុចរិតប្រកាន់យកគោលការណ៍គ្រប់គ្រងដែលត្រឹមត្រូវមានហេតុផលយុត្តិធម៌និងបង្រៀនមនុស្សឲ្យចេះរកសេចក្តីសុខនៅក្នុងជីវិតខាងក្រោមនេះជាពាក្យទូន្មាន10ឃ្លាដែលមានន័យបំផុតសម្រាប់ជីវិតដែលលោកបានបន្សល់ទុក 1. ភាពជោគជ័យរបស់មនុស្សអត់មានផ្លូវកាត់ទេប្រៀបដូចនឹងយើងរៀនអញ្ចឹងបើមិនរៀនគឺមិនចេះទោះបីយើងជួនអ្នកដទៃរៀនជំនួសយើងក៏យើងមិនចេះដែរហេតុនេះចង់ជោគជ័យក្នុងជីវិតប្រឹងប្រែងបន្តដំណើររបស់អ្នកទៅមុខឲ្យជាប់កុំឲ្យដាច់មិនយូរទេគង់តែដល់គោលដៅរបស់អ្នកពុំខានឡើយ 2. មិនខ្វល់ថាអ្នកដើរយឺតប៉ុណ្ណានោះទេតែអ្វីដែលសំខាន់សូមកុំឈប់ដើរ 3. អ្វីគ្រប់យ៉ាងសុទ្ធតែមានភាពស្រស់ស្អាតរបស់វាប៉ុន្តែមិនប្រកាសថាមនុស្សគ្រប់គ្នាសុទ្ធតែអាចមើលឃើញនោះទេ 4. ទោះបីជាអ្នកទៅដល់ទីណាក៏ដោយចូលយកចិត្តនិងបេះដូងរបស់អ្នកទៅជាមួយផង 5. ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហានទី1 6. ភាពស្ងប់ស្ងាត់ជាប្រភពនៃថាមពលដ៏អស្ចារ្យ 7. បើអ្នកសម្រេចចិត្តថានឹងធ្វើអ្វីមួយហើយចូលអ្នកធ្វើឲ្យអស់ពីចិត្តរបស់អ្នក 8. អំពើណាដែលអ្នកមិនចង់ឲ្យកើតលើរូបអ្នកចូលកុំធ្វើវាលើអ្នកដទៃ 9. ចំណេះវិជ្ជាជាឃ្លាំងកំណប់ទ្រព្យប៉ុន្តែការអនុវត្តជាគុណសោនៃឃ្លាំងនោះ 10. ជីវិតតាមពិតទៅសាមញ្ញខ្លាំងណាស់តែយើងចេះតែធ្វើឲ្យវាស្មុគស្មាញ